បើកភ្នែកពេលព្រឹកព្រលឹមបងប្អូនហើយអត់មានរវល់អីទេរវល់តែជាមួយគាត់ហ្នឹងជំរាបសួរពុកម៉ែបងប្អូនអើយម៉ាក់ខេម៉ានេះចេញមកទៀតហើយពុកម៉ែអ៊ំពូមីងសុខសប្បាយដែរអត់ទេថ្ងៃនេះខេម៉ាហើយនឹងម៉ាក់ខេម៉ានេះធម្មតាទេមិនជាបញ្ហាអីទេអ៊ំពូមីងអើយឲ្យតែព្រឹកឡើងនឹងមានអីរៀបចំបាយរៀបចំអីឲ្យគាត់ញ៉ាំនឹងឯងហើយពីគាត់កលីងកលើមខ្លាំងមកបាយមួយម៉ាត់នឹងរត់ទៅរត់មកហាមាត់ចំហសខុងហើយកុំអោយតែឃើញលោកមុនកាត់ឬក៏លឺសំឡេងលោកសោតអីនៅណាចាស់ឲ្យពរឲ្យធរអីអូជាពីគាត់លើកដៃសាធុទទួលអានិសង្ឃហ្មងនិយាយទៅកូននឹងប៉ុនវាពីក្នុងមកហ្មងវាមានប៉ុននៅក្នុងខ្លួនដូចជាងអត់ច្បាច់ប្រាប់ដឹងពីក្នុងមកលើកដៃសាធុលើកដៃសំពះគេអើតមើលអីចឹងជីវិតកើតមកជាតិនឹងឲ្យតកូនដឹងប៉ុនដឹងបាបដឹងខុសដឹងត្រូវស្គាល់គុណស្គាល់ទោសគឺល្អហើយបងប្អូនហើយឲ្យយើងចង់ឲ្យអីគាត់ចឹងគាត់ដឹងតអរគុណគាត់ដឹងតសាធុអីប៉ុន្តែពេលខ្លះប្រាប់ម្សាដែរពួកអូនទៅមកខូប7ខែចឹងពេលខ្លះអូនអត់តន់យល់សិកាស្រួលបួលទេប៉ុន្តែអូនប៉ុណ្ណឹងចាត់ទុកថាឆ្លាតថាចេះហើយឲ្យតែចង់បានអីញ៉ាំគឺថាដឹងតអរគុណហើយទាញ៉ាំអូយញ៉ាំច្រើនណាស់ហើយដល់ម៉ោង9ហ្នឹងអូនចាប់ដើមគេងហើយទៅគេងតបាននំនៅដៃគេងបដាញ៉ាំបដាអញ្ចឹងមិនគេងលក់គេងអីហើយនឹងមានការងារបន្តទៀតធ្វើហើយពីអ្នកបងប្អូននិយាយពីថាស្លៀកខោអាវក៏ក្រិចមិនដឹងថាកូនបងប្អូនណាដូចកូនខ្ញុំខ្លះទេទាំងមួយទាំងពីរនាក់អាបងក៏ដូចប្អូនក៏ដូចអាបងដែរនិយាយថាពីប្រឡាក់ព្រោះយើងអត់បោកដៃទេខោអាវមនុស្សចាស់យើងយកទៅដាក់ម៉ាស៊ីនបោកបានទាំងអស់គ្នាពុកថាបោកទាំងអស់គ្នាមិនបាច់ទេមួយថ្ងៃហ្នឹងអាវយកទៅខាងណាទេច្រើនការងារស្ត្រីមេផ្ទះមានតែប៉ុណ្្នឹងនឹងហត់ណាមិនអត់ហត់ទេណាបោកអាវហើយយកទៅហាលរួចកៅមានតិចឯណាប៉ុន្តែគ្រាន់តែថាយើងអត់រវល់អីផ្សេងទេយករវល់តែអានៅក្នុងផ្ទះហ្នឹងទៅអាខាងក្រៅផ្ទះតំណាំតំណោចការអីធ្វើអីអស់ហ្នឹងម៉ែក្មេងខ្ញុំហើយប្តីខ្ញុំគាត់ធ្វើទៅខ្ញុំអត់មានរវល់ជាមួយទេព្រោះអីខ្ញុំពិបាកទៅរវល់ជាមួយហើយយើងពោះធំពោះអីផងទៅចិត្តទូងចិត្តចោងជួយបោជួយដកអីកៅស្រួលនៅមុខផ្ទះមានសម្រាប់អីយើងធ្វើកៅប៉ុន្តែវាហាលអត់ក្រាន់ទេព្រោះអីហាលកៅមនុស្សចាស់ផងអញ្ចឹងយកមកហាលឡៃបន្លែហ្នឹងវាមានអាស្រ័យយើងទៅពាក់ចោលដាក់ហាលអូយមកកធនហ្នឹងនិយាយវាថាបោកអស់ទាស់ហ្មងថាខោអាវខ្លួនឯងបោកលឿនតែខោអាវកូនវាមានលឿនណាសុទ្ធតែក្អែលសុទ្ធតែដីពណ៌កាហ្វេដោះគោអញ្ចឹងតម្រាំតែជ្រះរៀងភ្លឺហ្នឹងនិយាយពីថាអ្នកម៉ាក់ឯនេះរុះដៃឡើងចុកដៃហើយតំណាំតំណោចនៅក្បែរផ្ទះហ្នឹងនិយាយពីថាអូយបើកភ្នែកមកល្អមែនតែនហ្មងហើយទេសភាពហើយនៅក្នុងនេះវិញត្រីកធោហើយត្រីដែងសិតកូនត្រីគាត់សាកដាក់មើលចំកើតអត់សិតតមាត់ត្រីទាំងអស់ហ្នឹងហើយនេះមានទេហាវខោអាវរួចហ្នឹងចាប់ដើមងាកមកធ្វើម្ហូបវិញម្ដងហើយម្ហូបខ្ញុំមានអីប្តីខ្ញុំរកលីសបានពីទលេមកហ្នឹងព្រោះអញ្ចឹងចាត់ការទៅទុកធ្វើអីដកទឹកខ្ទឹមទៅពីដើមមកដកសាច់ជ្រូកចេញទៅពីក្នុងទូទឹកកកតែមិនតិចត្រាំឲ្យហ៊ីចឲ្យវាលាយទឹកកកអស់មកអានច្រាំហើយបាយថ្ងៃហ្នឹងដាំឆ្នាំងទូចព្រោះឲ្យកកសល់ចង់ពាក់កដោឆ្នាំងធំហ៎បើអញ្ចឹងដាំកូនឆ្នាំងមកកំប៉ុងបងប្អូនឆ្នាំងហ្នឹងទិញតែ12000ទេណាទិញកំងទិញពីចិនមកបងអូនថ្លៃខ្ញុំគាត់កំងទិញខ្ញុំមកឲ្យផ្ញើឲ្យមកក្មេកខ្ញុំហ្នឹងពេលគាត់នៅម្នាក់ឯងអីគាត់សនុកដាំមកកំប៉ុងហូបម្នាក់ឯងហើយលៀសនេះខ្ញុំដាក់ត្រាំទឹកអង្គទៅឲ្យវាខ្ជាក់ដីត្រាំចោលមួយយប់ឯងប៉ុន្តែយើងគ្រាន់តែថាត្រាំឲ្យវាបឺតជាតិទឹកអង្គចូលថែមទៅកាន់តែស្អាតលៀសនឹងទៅទៀតហើយខ្ញុំលាងហើយខ្ញុំមានអីក្រៅពីសម្រស់ទុកយកមកឆានិយាយពីថាឆាអូជាតិណាបងប្អូនណាយើងដាក់តែសាច់ជ្រូកចូលតែបន្តិចម្លីងជាមួយខ្ទឹមហ្នឹងណាជើងឆាវាឲ្យវានិយាយរួមទៅដាក់គ្រឿងឲ្យល្មមកុំឲ្យតែប្រៃកុំឲ្យតែផ្អែមទៅស៊ុបចេញជាតិចេញពីលៀសមកគឺជាតិហ្មងឆ្ងាញ់ថាទឹកស៊ុបអីបើយើងមានលៀសលួយដាក់ថែមបន្តិចនៅក្នុងទឹកស៊ុបហ្នឹងគឺធ្វើឲ្យស៊ុបយើងមានរសជាតិឆ្ងាញ់តែឆាលៀសនេះក៏គ្មានពិបាកធ្វើអីដែរបងប្អូនហើយគ្រាន់តែយើងឆាសាច់ជ្រូកដាក់អំបិលប៊ីចេងស្ករយើងចូលហ្នឹងហើយយើងចាក់ទឹកចូលខ្ញុំដាក់ទឹកទៅមុនព្រោះខ្ញុំអត់ចង់ឆាសាច់លៀសជាមួយសាច់ជ្រូកទេតែកាលណាយើងឆាអញ្ចឹងហើយយើងចាក់ទឹកតម្រាំទៅទឹកពុះវាយូរណាអញ្ចឹងត្រូវដាក់ទឹកឲ្យពុះពីស្វិតសាច់អស់ហើយដល់ពេលដាក់ទឹកឲ្យចិត្តពុះមកចាំយើងដាក់លៀសចូលពុះបន្តិចយើងបិទបាទយើងបិទចោលមកទឹកស៊ុបលៀសយើងសាច់នឹងប៉ោងល្អហ្មងទស្សនាពី